អូខេវាបន្តយើងក្រៅណាហើយកន្លែងតមេផ្សួរបងខ្ញុំឈ្មោះយិនគីពិរមខ្ញុំអាយុ41ខ្ញុំចាប់ផ្ដើមរត់រយៈពេល6ខែរត់ដោយសារតែធីមបងរាវីគាត់អញ្ជើញចូលរួមហើយរត់បច្ចុប្បន្នអាចរត់បានលបឿនផ្លេសត្រឹម6កន្លះហើយចម្ងាយអាចឆ្ងាយដល់21គីឡូបានហើយចង់ផ្ញើសារទៅអ្នកផ្សេងទៀតដែលអត់ទាន់បានចាប់ផ្ដើមរត់យើងអាចរត់ពីដំបូងដូចខ្ញុំចាប់ផ្ដើមពី200ម៉ែត្រ300ម៉ែត្រ5ម៉ែត្រឬក៏10ម៉ែត្រក៏ដោយឲ្យតែយើងមានចិត្តចាប់ដើមយើងនឹងអាចរត់បានដូចគ្នាដូចឯងយើងត្រូវជាឈ្នះខ្លួនឯងអរគុណចែកម្លែកពីបទពិសោធន៍នៃការរត់ខ្ញុំចាប់ដើមរត់ដំបូងដោយសារខ្ញុំគិតថាវាជារឿងងាយដោយសារតែពីមុនខ្ញុំដើរនៅលើម៉ាស៊ីនហើយខ្ញុំចុះឈ្មោះដំបូងគឺ10គីឡូហើយខ្ញុំគិតថាវាជារឿងស៊ីផុយតែខ្ញុំចាប់ដើមបានតែ200ម៉ែត្រទេហើយបន្ទាប់មកទៀតខ្ញុំដើរហើយជើងនេះឈឺរយៈពេលមួយអាទិត្យគឺហើមតែម្ដងអញ្ចឹងយើងទៅអត់បានហើយតែគាត់ថាទឹកចិត្តមួយទៀតអាទិត្យក្រោយទៀតយើងចាប់ដើម500ម៉ែត្រពី500ម៉ែត្រឡើងទៅនៅតែឈឺដដែលប៉ុន្តែយើងចង់រត់ធ្វើម៉េចព្យាយាមresearch រកបងសុំតិចនិចកលឹះក៏រត់អញ្ចឹងចាប់ដើមបាន1គីឡូ2គីឡូឡើងទៅឆ្ងាយដូចខ្ញុំលើកឡើងពីមុនមកទៅចិត្តយើងចង់ធ្វើវាមុនក្រោយយូរឆាប់យើងនឹងអាចធ្វើវាបានហើយជាសារទៅទាំងអស់គ្នាកីឡានាំនៅភាពរីករាយហើយនឹងសុខភាពល្អចូលរួមទាំងអស់គ្នាអរគុណនេះបាទ Phaser ខាងមុខ Phaser ខាងមុខយើងបានយើងបាន